ព្រះពុទ្ធវិន័យនេះព្រះសម្មាសម្ពុទ្ធនឹងទ្រង់បានត្រាស់ដឹងនៅប្រទេសឥណ្ឌាទៀតក្នុងជនមាយុនឹង35ព្រះវស្សាព្រះភគវន្តមុនីអង្គនឹងណាបានប្រកាសសាសនាអស់រយៈកាល45ឆ្នាំគួតទៀតទ្រង់បានអប់រំសត្វលោកឲ្យស្គាល់លក្ខណៈច្បាប់របស់ខ្លួនដោយមេត្រាក្រឹតក្រមដែលយើងហៅថាវិន័យនោះវិន័យនឹងគឺជាខ្សែបន្ទាត់ទៅទៀតសម្រាប់តម្រង់មនុស្សដែលរស់នៅក្នុងសង្គមនឹងឲ្យប្រកបដោយសេចក្តីសុខសាន្តត្រានទៀតមានសាមគ្គីរាប់រកគ្នាទៀតវិន័យនោះចែកចេញជាពីរគឺអគារយៈវិន័យហ្នឹងមួយទៅវិន័យហ្នឹងគឺជាវិន័យសម្រាប់កុហកទៀតតែអនាគារយៈវិន័យគឺវិន័យសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនាហ្នឹងអគារយៈវិន័យហ្នឹងគឺវិន័យហ្នឹងគឺជាច្បាប់ទៀតដែលសម្រាប់អប់រំកុហកគហិយវិសហ្នឹងទៀតដែលអ្នកនឹកគ្រប់គ្រងផ្ទះសម្បែងហ្នឹងយើងហៅថាអគារយៈវិន័យអគារយៈវិន័យនេះសំដៅយកការលះបង់នៅអកុសលកម្មបត់10គឺកាយកម្ម3មានអីខ្លះទៀតគឺបាណាតិបាតទៀតគឺបំបត្តិជីវិតអ្នកដទៃទៀតរួចអត្តនេទានការលួចទ្រព្យរបស់អ្នកដទៃកាមេសុមិច្ឆាចារៈនឹងគឺការប្រព្រឹត្តខុសក្នុងកាមនឹងគឺផ្នែកអំពីកាយកម្មតែវិច័យកម្មមាន4ទៀតមុសាណាការនិយាយកុហកបិសុណាវាចានឹងការនិយាយញុះញង់គេទៀតហើយបរសវាចានឹងគឺការនិយាយចាក់ដោតគេហើយសម្បបលាបៈនឹងការនិយាយណាពីកិច្ចការឥតប្រយោជន៍រាយមាយទៅទៀតបំមនោកម្មគឺមាន3អភ័យឈានឹងការរំពៃណាទ្រព្យរបស់អ្នកដទៃជាបាតៈនឹងគឺការចងគំនុំគុំគួនអ្នកដទៃទៀតណាមិច្ឆាទិដ្ឋិនឹងគឺការយល់ខុសទៀតនឹងគឺផ្នែកអំពីអគារយៈវិន័យវិន័យនឹងគឺសម្រាប់កុហកហ្នឹងទៀតនៅសពថ្ងៃនេះដែលគួរតែបដិបត្តិគួរតែព្យាយាមដើរតាមព្រះសម្មាសម្ពុទ្ធហ្នឹងផ្លូវដែលយើងវាចាក់ហ្នឹងគឺមាន10ហ្នឹងណាកុំសម្លាប់សត្វកុំលួចទ្រព្យគេកុំប្រព្រឹត្តខុសនៅក្នុងផ្លូវកាមទាំងឡាយប្រពន្ធកូនរបស់អ្នកដទៃទៀតកុំនិយាយពោលពាក្យកុហកកុំនិយាយចាក់ដោតគេណាកុំនិយាយញុះញង់គេការនិយាយអត់ប្រយោជន៍រយមាយជាដើមទៅទៀតហើយរហូតដល់ណាវាចាក់ទ្រព្យរំពៃទ្រព្យសម្បត្តិរបស់អ្នកដទៃវាចាក់ការចងគំនុំគុំគួនអ្នកដទៃឬរហូតដល់វាចាក់ការយល់ខុសទៀតថាពុទ្ធសាសនាមិនត្រឹមត្រូវមេត្តាបិតាមិនត្រឹមត្រូវនឹងគឺតែវាចាក់ទាំងឡាយនឹងចេញទៀតហ្នឹងដែលយើងត្រូវសិក្សារៀនសូត្ររួចអនាគារយៈវិន័យហ្នឹងគឺសម្រាប់អ្នកបួសរស់ក្នុងសាសនាក្នុងពុទ្ធសាសនាហ្នឹងតាមពុទ្ធវិន័យអ្នកបួសហ្នឹងគឺចែកចេញជាពីរប្រភេទគឺសាមណេរហើយនឹងភិក្ខុហ្នឹងទៀតបព្វជិតទាំងពីរហ្នឹងមានវិន័យផ្សេងគ្នាវិន័យសម្រាប់សាមណេរហ្នឹងមាន30ណាមាន30យើងហៅថាសិក្ខាបទ10ហ្នឹង
តនកម្ម10និស្សនាងកៈ10រួមជាមួយនឹងសក្ខីវត្ត75ព្រមទាំងអតិលោកវច្ចៈសិក្ខាបទទៀតវិន័យនឹងសម្រាប់ភិក្ខុមាន4ដែលលោកហៅថាសិល4នោះមានបរិមោក្ខសង្វរៈសិលហ្នឹងគឺការសង្រួមក្នុងបរិមោក្ខហ្នឹងអន្ត្រីសង្វរៈសិលហ្នឹងគឺសង្រួមអន្ត្រីទាំង5ផ្នែកតិចចំហអណ្ដាតកាយហ្នឹងហើយបច្ចយៈសន្និសិតសិលហ្នឹងគឺសិលដែលពិចារណាប្រើប្រាស់ក្នុងបច្ច័យ4ហ្នឹងលោកអ្នកប្រាជ្ញថាណាអច្ចៈទាំង4ហ្នឹងទៀតឲ្យពិចារណាជ័យវរៈបណ្ឌបាតសេនាសនៈនិងគិលានភេសជ្ជៈហើយអាជីវៈបរិសុទ្ធសិលហ្នឹងគឺសិលដែលសេចក្តីបរិសុទ្ធនៃអាជីវៈមានប្រមាណប៉ុណ្ណឹងទៀតដែលហៅថាអនាគារយវិន័យហ្នឹងទៀត